ទស្សនភាពទូទៅនៅខាងក្រៅមណ្ឌលប្រឡងទុតិយភូមិឬគេនិយមហៅតាមភាសាបារាំងថាបាក់ឌុបក្នុងខេត្តបាត់ដំបងគេសង្កេតឃើញមានភាពស្ងប់ស្ងាត់ខុសពីពេលមុនដែលមានមនុស្សនាំគ្នាឈរនៅគប់វិញ្ញាសាចម្លងដែលខ្មែរភាគច្រើននិយមហៅតាមភាសាបារាំងថាប្រយ៉ងចូលទៅក្នុងថ្នាក់ឲ្យសិស្សកំពុងប្រឡងការប្រែប្រួលនេះគឺដោយសារនាពេលបច្ចុប្បន្ននេះការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជាទូរស័ព្ទដៃនិងម៉ាស៊ីនកុំព្យូទ័រជាក់ស្ដែងមានការបែកធ្លាយវិញ្ញាសាលើមុខវិជ្ជាគីមីនិងប្រវត្តិវិទ្យាដែលត្រូវបានគេលួចបង្ហោះនៅក្នុង Facebook នៅថ្ងៃប្រឡងដំបូងនេះដែរប៉ុន្តែវិញ្ញាសាដែលត្រូវបានគេបង្ហោះនៅតាម Facebook ពុំបានបញ្ជាក់ពីអត្តសញ្ញាណច្បាស់លាស់នោះទេបេក្ខជនប្រឡងជាច្រើនអ្នកដែលបានចូលទៅប្រឡងបាក់ឌុបកាលពីថ្ងៃច័ន្ទទី6ខែសីហាបានរិះគន់ថាគ្រូបង្រៀននៅក្នុងថ្នាក់បានប្រកាសប្រាប់សិស្សដោយចំហថាបើចង់ស្រួលត្រូវតែរៃអង្គាសលុយឲ្យគ្រូសិស្សភាគច្រើនយកទូរស័ព្ទចូលក្នុងមណ្ឌលបានគេនេះលុយមួយគ្រូមិនទេតែភាគច្រើនសិស្សយកចូលទៅបានប្រហែល15នាទីអីបោះចេញមកក្រៅមកចាពេលខ្លះគ្រូចូលម្ដងនិយាយថ្លៃបដ ாய் ដូចថ្នាក់ខ្ញុំថ្ងៃវិញគ្រូចូលម្ដងទាបដ ாய் ទាថាម៉េចថាបើចង់ស្រួលឲ្យម្នាក់ 20000 ក្នុងម្នាក់នៅក្នុងទំព័រ Facebook ដែលគេបានបង្ហោះស្វាគមន៍ក្នុងថ្ងៃប្រឡងបាក់ឌុបដំបូងគឺនៅថ្ងៃច័ន្ទទី6ខែសីហាបានរិះគន់ថាអំពើពុករលួយពេលប្រឡងជាធម្មតាមន្ត្រីពុករលួយដើរម៉ៅការតាមសាលាដូចជាមួយសាលាគេយក$20000ពីមេដាបៃតារួចគេចេញលុយឲ្យមេប្រយោគនៅក្នុងការបិទបាំងភ្នែកគ្រូអាចរកបាន$500ទៅ$2000ថែមខាងក្រៅទៀតនេះជាហេតុគេសោកលុយធ្វើជាមេប្រយោគទោះជានៅថ្ងៃប្រឡងមានសិស្សសាលាជាច្រើនអ្នកបានចំណាយលុយកាក់ទៅឲ្យគ្រូដូច្នេះប៉ុន្តែមានឪពុកម្ដាយអាណាព្យាបាលខ្លះបានប្រាប់កូនកុំឲ្យបង់ប្រាក់ទៅឲ្យគ្រូតាមការទាមទារលោកហងសម្បូរដែលទៅទទួលកូនចេញពីប្រឡងនោះបានថ្លែងថាលោកមានបំណងនឹងបានខិតខំណែនាំកូនឲ្យខំប្រឹងរៀនសូត្រខ្លួនឯងប្រសើរជាងការយកលុយទៅសោកឲ្យគ្រូអត់ទេខ្ញុំជាទូទៅខ្ញុំអត់ទម្លាប់ឲ្យលុយកូនទៅប្រឡងទេព្រោះហេតុផលគឺខ្ញុំតែងតែអប់រំកូនខ្ញុំឲ្យខិតខំប្រឹងរៀនសូត្រវាប្រសើរជាងដែលយកលុយទៅឲ្យអំពើពុករលួយនៅក្នុងសម័យប្រឡងកើតមានគឺបណ្ដាលមកពីការឧបត្ថម្ភប្រាក់ឲ្យគ្រូបង្រៀនមានតិចតួចពេកថវិកាតិចតួចនេះធ្វើឲ្យគ្រូបង្រៀនពិបាកក្នុងការស្នាក់នៅការធ្វើដំណើរនិងការចំណាយទៅលើការហូបចុកគ្រូនៅអនុវិទ្យាល័យគេឧបត្ថម្ភប្រាក់115,000រៀលនិងគ្រូធ្វើជាមេប្រយោគទទួលបានប្រាក់ជាង150,000រៀលក្នុងរយៈពេល3ថ្ងៃនៃថ្ងៃប្រឡងដូចគ្នាអតីតគ្រូបង្រៀនម្នាក់បានថ្លែងថានៅពេលពួកគាត់ធ្វើជាមេប្រយោគជាពិសេសអ្នកត្រួតពិនិត្យអគារបានដើរម៉ៅការនិងបានសម្លុតគម្រាមអនុរិយនៅតាមបន្ទប់ឲ្យរកលុយឲ្យបានពី20,000ទៅ30,000រៀលនេះជារឿងពិតតែកំពុងកើតមានជាក់ស្ដែងនៅក្នុងសម័យប្រឡងហើយវាកើតមានជាប្រចាំមូលហេតុទាំងនេះហើយដែលធ្វើឲ្យសិស្សសាលាភាគច្រើនមិនសូវនាំគ្នាប្រឹងប្រែងរៀនសូត្រនោះទេដោយសារពួកគេអាងឲ្យលុយទៅគ្រូភ្លាមគាត់អាចបើកមើលអាចទិញកំណែចំណែកគ្រូបង្រៀនខ្លះយកកំណែពីខាងក្រៅទៅលក់ឲ្យសិស្សជាសាធារណៈកត្តាទាំងនេះបានធ្វើឲ្យគុណភាពអប់រំស្រុតចុះហើយទាមទារឲ្យមានការពិនិត្យមើលចំណុចអវិជ្ជមានទាំងនេះឡើងវិញជាស្ដែងខ្ញុំស្លាប់ចូលរួមធ្វើមេប្រយោគដែរអញ្ចឹងគឺនៅពេលដែលធ្វើមេប្រយោគហ្នឹងសិស្សវាអត់មានចេះអីទេគឺភាគច្រើនក្នុងមួយថ្នាក់អញ្ចឹងអ្នកចេះពិតប្រកបហ្នឹងប្រហែលជា1នាក់ឬ2នាក់ដែលចេះពិតប្រកបក្រៅពីហ្នឹងគឺអត់ចេះអីទេគាត់ពឹងតែលើប្រយ៉ងពឹងតែលើការចម្លងគ្នាការទិញវិញ្ញាសាពីគ្រូពីអីតែប៉ុណ្្នឹងហើយពីមួយឆ្នាំទៅមួយឆ្នាំខ្ញុំសង្កេតឃើញថាសិស្សហ្នឹងគាត់កាន់តែយ៉ាប់ទៅគឺគាត់អត់ប្រឹងរៀនទេគាត់ចាំតែថាដល់ពេលទិញกระดาษទិញប្រយ៉ងហើយជាស្ដែងនៅក្នុងសាលារៀននៅពេលដែលគាត់រៀនហ្នឹងក៏អញ្ចឹងដែរជាពិសេសគឺគ្រូនៅតាមវិទ្យាល័យអនុវិទ្យាល័យហ្នឹងគឺពេលប្រឡងប្រចាំខែម្ដងហ្នឹងគឺគាត់មិនបាច់ចាំសិស្សប្រឹងឆែកមើលទេគឺគាត់លក់ទាំងសំណួរទាំងចម្លើយក្នុងនឹងស្រេចប្រមូលឲ្យគាត់ម្នាក់1000ទៅ2000អញ្ចឹងសំណួរហ្នឹងគឺមានទាំងចម្លើយក្នុងស្រេចអញ្ចឹងសិស្សគាត់កពីចម្លងយកតែម្ដងអញ្ចឹងធ្វើឲ្យគាត់អត់ចេះទេគាត់គិតថា5ដងថ្ងៃហ្នឹងគឺប្រឡងឲ្យលុយគ្រូទៅជាប់ហើយចំណែកសិស្សខ្លះទៀតដែលសិស្សដែលគាត់មិនសូវបានចូលសាលាចូលអីហ្នឹងគាត់ក៏មិនភ័យដែរព្រោះថាគាត់ឲ្យតែគាត់មានលុយយកទៅឲ្យនាយកសាលាអញ្ចឹងទៅនាយកសាលាហ្នឹងឲ្យគាត់ឡើងថ្នាក់ដល់បានគិតខ្វល់ពីរឿងបន្ទុកចូលរៀននេះទេអញ្ចឹងហើយវាធ្វើឲ្យសិស្សទាំងអស់គ្នាហ្នឹងគាត់យល់ថាប្រឹងប្រែងអត់ប្រយោជន៍អញ្ចឹងទៅធ្វើឲ្យសង្គមហ្នឹងទៅជាអញ្ចឹងទៅ
ពលគឺគាត់ចាំដល់ពេលទិញប្រយោងជាក់ស្ដែងនៅក្នុងសាលារៀនដែលពួកគាត់រៀននោះក៏ដូចគ្នាដែរគ្រូនៅតាមវិទ្យាល័យអនុវិទ្យាល័យពេលប្រឡងប្រចាំខែម្ដងគាត់មិនចាំបាច់ឲ្យសិស្សប្រឹងប្រែងឆែកមើលមេរៀនទេគឺគ្រូលក់ទាំងសំណួរនិងចម្លើយក្នុងនឹងជាស្រេចប្រការទាំងនេះធ្វើឲ្យសិស្សមិនខំប្រឹងសិក្សារៀនសូត្រហើយរងចាំដល់ថ្ងៃប្រឡងឲ្យលុយគ្រូទៅបានប្រឡងជាប់សិស្សខ្លះមិនសូវបានចូលសាលារៀននោះពួកគាត់ក៏មិនសូវមានការភ័យបារម្ភដែរឲ្យតែមានលុយយកទៅឲ្យនាយកសាលានឹងឲ្យគាត់ឡើងថ្នាក់ដោយពុំបានគិតខ្វល់ខ្វាយពីរឿងឲ្យពិន្ទុតាមការខំប្រឹងរៀនសូត្រនិងការចូលរៀនទៀងទាត់នោះទេចំពោះដែលខ្ញុំធ្លាប់ជាធ្វើអនុរិយកន្លងមកហ្នឹងគឺអញ្ចឹងគឺថាពេលខ្លះអ្នកត្រួតពិនិត្យគាហ្នឹងគាត់ត្រូវគ្នាជាមួយនឹងគេហៅឧបមាខាងក្រៅណាហើយអញ្ចឹងភាគច្រើនខ្លះណាទៅគ្រូអនុរិយគាត់អត់ហ៊ានទេដោយសារគាត់អីគេមានការវេតម្លៃពិន្ទុណាអញ្ចឹងអ្នកត្រួតពិនិត្យគាគេមើល2ឬក៏3បន្ទប់អញ្ចឹងគេមើលទៅបើថាគ្រូនឹងយ៉ាងម៉េចគេដាក់ A B តាមកម្រិតហ្នឹងហើយបើសិនជាដល់កម្រិតគេយើងគាត់មិនពេញចិត្តណាគាត់ដាក់យើង D ឬក៏អីចឹងទៅយើងឆ្នាំក្រោយគេជួជើងយើងចោលអញ្ចឹងហើយបានមេប្រយោគខ្លះទោះបីជាមិនចង់ក៏ត្រូវតែចោលក៏គាត់ទៅតែបង្ខំចិត្តប្រមូលលុយសិស្សដែរទាំងនេះជារូបភាពនៃការគៀបសង្កត់តគ្នាគ្រូនៅក្នុងសាលាបើកដៃរួមទាំងកម្លាំងសមត្ថកិច្ចមួយចំនួនជាអ្នកការពារនៅក្នុងបរិវេណប្រឡងនោះក៏បានរួមចំណែកក្នុងការដឹកជញ្ជូនវិញ្ញាសាពីខាងក្រៅចូលទៅខាងក្នុងដែរកងកម្លាំងមានសមត្ថកិច្ចទាំងនោះមានតួនាទីយាមនៅខាងក្រៅក៏ពិតមែនប៉ុន្តែនៅពេលពួកគេប៉ះចំជាមួយកូនអស់លោកធំបន្ទប់ណាសាលាណាដែលប៉ះជាមួយនឹងកូនគ្រូកូនប្រធានមណ្ឌលប្រឡងគឺគេអាចតាក់ទងគ្នាដើម្បីជួយគ្នាយកវិញ្ញាសាចូលទៅក្នុងថ្នាក់ប្រឡងករណីនេះគ្រូមិនហ៊ានតវ៉ាទេព្រោះបញ្ហាកើតមានក្នុងសង្គមជាទូទៅហើយនៅក្នុងសម័យប្រឡងក្រសួងអប់រំបានហាមឃាត់មិនឲ្យគ្រូនិងសិស្សយកទូរស័ព្ទនិងកាមេរ៉ាចូលទៅក្នុងថ្នាក់ប្រឡងទេដើម្បីទប់ស្កាត់កុំឲ្យមានតាក់ទងឬថតចម្លងមេរៀនវិញ្ញាសាផ្សេងប៉ុន្តែជាក់ស្ដែងករណីនេះកំពុងកើតមានជាហូរហែនៅក្នុងសម័យប្រឡងអតីតគ្រូបង្រៀនដដែលបានថ្លែងថាចំណុចអវិជ្ជមានទាំងនេះត្រូវបានគេដឹងគេឮមើលឃើញគ្រប់គ្នាដែលមិនអាចប្រកែកបានប៉ុន្តែពុំមានអ្នកណាហ៊ានចាប់ឃាត់ទេព្រោះពួកគេយល់ថាក្នុងសង្គមកើតមានបញ្ហានេះជាទូទៅអញ្ចឹងទៅហើយមិនចាំបាច់ខ្លួនម្នាក់ឯងខំប្រឹងតវ៉ាបានប្រយោជន៍អីម្យ៉ាងវិញទៀតអ្នកត្រួតពិនិត្យអគារសន្តិសុខប្រធានមណ្ឌលប្រឡងពួកគេបានសហការគ្នាល្អថែមទៀតការទិញវិញ្ញាសានៅតែកើតមានឡើងពួកគេទិញពីគ្រូទិញពីអ្នកដែលថតចម្លងការផ្ដល់ប្រយោងតាម Facebook តាមប្រព័ន្ធទូរស័ព្ទគឺអាចឆែកមើលបានជាក់ស្ដែងនៅមុនពេលប្រឡងគឺនៅយប់គេអាចមើលឃើញទីកន្លែងថតចម្លងឯកសារមួយចំនួននៅក្នុងក្រុងបាត់ដំបងមានសិស្សសាលាបានទៅតម្រៀបជួរគ្នាណែនណាន់ដើម្បីរងចាំទិញវិញ្ញាសាដែលបែកធ្លាយចេញមកឲ្យកូនសិស្សខ្លះបានងើបទៅតាំងពីម៉ោង3ម៉ោង4និងម៉ោង5ទៅអង្គុយចាំទិញវិញ្ញាសាដែលគេផ្ញើចេញមកពីទីក្រុងភ្នំពេញនេះជាទម្លាប់ទៅហើយនៅពេលសម័យប្រឡងលើកណាក៏មានដូចគ្នាដែរសួនសុផលមនីវត្ថុអសីសេរីពី